មានលោកសេដ្ឋីម្នាក់ដែលគាត់មានទ្រព្យសម្បត្តិច្រើននៅថ្ងៃមួយនោះគាត់មានបំណងដើម្បីចូលទៅកាប់ដើមឈើក្រញូងដើម្បីយកធ្វើជាគ្រែសម្រាប់គាត់បានហៅកូនចៅរបស់គាត់មកនិយាយដើម្បីប្រជុំគ្នាតើនៅក្នុងព្រៃខាងក្រោយមានឈើប្រណិតដែលអាចកាប់យកមកធ្វើជាគ្រែបានទេយើងចង់ធ្វើគ្រែដែលចេញពីដើមក្រញូងឯងទៅរកមើលដើមក្រញូងណាដែលល្អហើយមកប្រាប់យើងឲ្យបានដឹងយើងនឹងកាប់ដើម្បីយកមកធ្វើគ្រែដើម្បីសម្រាប់បាទលោកសេដ្ឋីតើលោកសេដ្ឋីត្រូវការដើមក្រញូងតើមែនទេចុះដើមអ្វីផ្សេងទៀតតើលោកសេដ្ឋីត្រូវការដែរទេយើងត្រូវការតែដើមឈើក្រញូងតែប៉ុណ្ណោះឈើដែលថ្លៃជាងគេគឺឈើក្រញូងដូច្នេះយើងចង់បានដើមក្រញូងមកធ្វើជាគ្រែបើលោកសេដ្ឋីត្រូវការតែដើមក្រញូងប្រហែលជាពិបាកបន្តិចហើយណាលោកសេដ្ឋីព្រោះតែក្នុងព្រៃមានដើមក្រញូងតែមួយដើមតែប៉ុណ្ណោះហើយថែមទាំងមានកម្ពស់ខ្ពស់សមល្មមនឹងលោកសេដ្ឋីយកមកធ្វើគ្រែអញ្ចឹងឯងប្រញាប់នាំយើងទៅនៅពេលនេះទៅដើម្បីកាប់យកមកធ្វើជាគ្រែចាំយើងនឹងឲ្យរង្វាន់ឯងនៅពេលដែលឯងបានជូនយើងទៅតែប៉ុណ្ណឹងខ្ញុំដឹងតែបានប្រាក់ចាយទៀតហើយបាទលោកសេដ្ឋីអញ្ជើញមកតាមខ្ញុំមកខ្ញុំនឹងនាំលោកសេដ្ឋីទៅនៅពេលនេះតែម្ដងលោកសេដ្ឋីក៏បានដើរតាមពីក្រោយកូនចៅរបស់គាត់ចូលទៅក្នុងព្រៃនៅក្នុងព្រៃលោកសេដ្ឋីនិងកូនចៅក៏បានមកដល់ទីកន្លែងដើមក្រញូងដើមក្រញូងនេះពិតជាស្អាតមែនយើងចង់បានវាមកធ្វើជាគ្រែដេកមិនដឹងថាមានក្តីសុខយ៉ាងណាទេឯងធ្វើការបានល្អមែនចាំយើងនឹងផ្ដល់រង្វាន់ឲ្យឯងជាទីគាប់ចិត្តលោកសេដ្ឋីតើកាប់ដើមនេះនៅពេលណាទៅលោកសេដ្ឋីគិតថានឹងកាប់នៅពេលនេះតែម្ដងតើមែនទេឬមួយក៏ត្រូវទុកកាប់នៅថ្ងៃណាបើជ្រុលជាពួកយើងមកដល់ទីនេះហើយយើងកាប់ដើមនេះតែម្ដងទៅណាមួយឯងក៏បានយកពូថៅមកជាមួយហើយតើមែនទេដូច្នេះមិនចាំបាច់ទុកដើមនេះនៅរស់ទៀតទេបាទលោកសេដ្ឋីទទួលបញ្ជាខ្ញុំនឹងកាប់ដើមឈើនេះនៅពេលនេះតែម្ដងក្រញូងនេះដឹងតែខ្លាចជារបស់លោកសេដ្ឋីហើយយើងនឹងបានគ្រែក្រញូងសម្រាប់ហើយនៅពេលនេះមុនពេលដែលយើងស្លាប់យើងចង់ដេកលើគ្រែក្រញូងខ្ញុំនឹងកាប់ឲ្យលោកសេដ្ឋីនៅពេលនេះតែម្ដងអញ្ចឹងលោកសេដ្ឋីកុំបារម្ភអីបំណងលោកសេដ្ឋីដែលចង់សម្រាកលើគ្រែដើមក្រញូងនឹងខ្លាចជាការពិតព្រោះតែបន្តិចទៀតដើមនេះនឹងត្រូវដួលចាក់ជាមិនខាននៅពេលនោះកូនចៅលោកសេដ្ឋីក៏បានកាប់ដើមក្រញូងត្រាប់តែដើមក្រញូងនោះមានបិសាចនៅខាងក្នុងហើយក៏បានស្រែកយំយ៉ាងខ្លាំងអូយហើយអ្វីបានជាអ្នកកាប់ដើមឈើរបស់យើងអ្នកដឹងទេថាយើងមានការឈឺចាប់អ្នកគឺជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំប៉ុន្តែអ្នកនៅតែមានគំនិតចង់បំផ្លាញអ្នកដទៃទៀតយើងនឹងដាក់បណ្ដាសាឲ្យអ្នកខ្លាចទៅជាមនុស្សដើមឈើតោមលោកបិសាចកុំដាក់បណ្ដាសាខ្ញុំអីខ្ញុំធ្វើគ្រប់បែបយ៉ាងតាមបញ្ជាលោកសេដ្ឋីតែប៉ុណ្ណោះដូច្នេះលោកសេដ្ឋីត្រូវតែទទួលរងបណ្ដាសាទាំងអស់នេះទៅអត់ទេឯងគឺជាអ្នកកាប់ដូច្នេះឯងត្រូវតែទទួលរងបណ្ដាសានេះយើងមិនមែនជាអ្នកកាប់ទេយើងគ្រាន់តែជាអ្នកបញ្ជាតែប៉ុណ្ណោះខ្ញុំគឺជាអ្នកកាប់ព្រោះតាមបញ្ជាលោកសេដ្ឋីដូច្នេះលោកសេដ្ឋីទទួលរងបណ្ដាសារបស់បិសាចដើមឈើនេះទៅខ្ញុំមិនទទួលបណ្ដាសានេះទេយើងនឹងដាក់បណ្ដាសាឲ្យលោកសេដ្ឋីខ្លាចទៅជាមនុស្សដើមឈើអស់មួយជីវិតបើសិនជាលោកសេដ្ឋីចង់ឲ្យបណ្ដាសានេះរលាយលោកសេដ្ឋីត្រូវតែរកអ្នកណាចិត្តបុណ្យម្នាក់មកស្រោចទឹកលើដើមឈើរបស់លោកសេដ្ឋីទើបលោកសេដ្ឋីអាចប្រែកាយទៅជាមនុស្សវិញបន្ទាប់ពីបិសាចដើមឈើបានដាក់បណ្ដាសាមកលើលោកសេដ្ឋីរួចហើយលោកសេដ្ឋីក៏បានប្រែក្លាយទៅជាដើមឈើមួយរំពេចនៅពេលនេះលោកសេដ្ឋីបានក្លាយទៅជាមនុស្សដើមឈើហើយគាត់ក៏គ្មានកូនចៅដើម្បីស្នងទ្រព្យសម្បត្តិរបស់គាត់ដែរខ្ញុំនឹងប្រមូលទ្រព្យសម្បត្តិរបស់លោកសេដ្ឋីទាំងអស់ធ្វើជារបស់ខ្លួនឯងសូមលោកសេដ្ឋីទទួលរងកម្មបណ្ដាសានេះនៅទីនេះតែម្នាក់ឯងចោះបន្ទាប់ពីនិយាយរួចកូនចៅលោកសេដ្ឋីក៏បានទៅប្រមូលទ្រព្យសម្បត្តិរបស់លោកសេដ្ឋីទាំងអស់មកធ្វើជារបស់ខ្លួនហើយខ្លួនក៏បានឡើងធ្វើជាសេដ្ឋីបន្តវេនពីលោកសេដ្ឋីចំណែកនៅក្នុងភូមិមួយនេះនៅឆ្ងាយហើយក៏មានគ្រួសារមួយដែលរស់នៅពីអ្នកពុកកូនប៉ុន្តែគ្រួសារគាត់មានជីវភាពលំបាករកព្រឹកខ្វះល្ងាចខ្ញុំចង់ទៅសុំការងារធ្វើនៅផ្ទះលោកសេដ្ឋីណាលោកពងព្រោះតែខ្ញុំឮថាលោកសេដ្ឋីត្រូវការអ្នកបម្រើច្រើនដូច្នេះហើយខ្ញុំចង់ទៅសុំការងារធ្វើនៅផ្ទះរបស់គាត់
បើសិនជាកូនសុំពុកទៅធ្វើការនៅផ្ទះលោកសេដ្ឋីពុកក៏មិនជំទាស់អ្វីនឹងកូនដែរកូនទៅចុះណាកូនសង្ឃឹមថាលោកសេដ្ឋីនឹងទទួលយកកូនធ្វើជាអ្នកបម្រើនៅភូមិគ្រឹះរបស់គាត់បាទលោកពុកខ្ញុំក៏សង្ឃឹមបែបនោះដែរខ្ញុំក៏សង្ឃឹមថាលោកសេដ្ឋីនឹងព្រមទទួលយកខ្ញុំធ្វើជាអ្នកបម្រើនៅពេលដែលកូនបានទៅនៅជាមួយលោកសេដ្ឋីកូនត្រូវតែមានចិត្តស្មោះត្រង់ជាមួយគាត់កូនមិនត្រូវលួចក្បត់នឹងគាត់ទេណាកូនចំពោះរឿងហ្នឹងកូនដឹងហើយណាលោកពុកកុំបារម្ភពីកូនអីភាពស្មោះត្រង់កូននឹងមានជាមួយគាត់សំខាន់ឲ្យតែគាត់ព្រមទទួលយកកូនធ្វើការនៅភូមិគ្រឹះរបស់គាត់អញ្ចឹងកូនប្រញាប់ទៅចោះបើសិនកូនសុំលោកសេដ្ឋីមិនបានទេកូនប្រញាប់មកផ្ទះវិញមកចាំពុកនឹងទៅក្នុងភូមិដើម្បីរកការងារឲ្យកូនធ្វើសុកក៏បានធ្វើដំណើរទៅផ្ទះលោកសេដ្ឋីដើម្បីសុំការងារធ្វើនៅផ្ទះលោកសេដ្ឋីជំនាន់ថ្មីដែលបានលួចទ្រព្យសម្បត្តិរបស់លោកសេដ្ឋីដែលត្រូវបណ្ដាសាបិសាចដើមឈើគាត់ក៏មានចិត្តគំរិះហើយគាត់តែងតែធ្វើបាបអ្នកបម្រើគ្រប់គ្នាដែលនៅទីនោះការងារនៅផ្ទះរបស់យើងគឺធ្វើមួយថ្ងៃ12ម៉ោងហើយមួយថ្ងៃទទួលបានត្រឹមតែ5សេនតែប៉ុណ្ណោះការងារគឺធ្វើមិនអាចឈប់មួយថ្ងៃបានទេបើហ៊ានតែឈប់មួយថ្ងៃយើងនឹងមិនឲ្យបាយហូបនេះបានត្រឹមតែ5សេនទេមែនទេលោកសេដ្ឋីហើយអ្វីបានជាបានតិចបែបនេះកាលពីលោកសេដ្ឋីមុនគាត់នៅឮថាមួយថ្ងៃធ្វើបានរហូតដល់12សេនចំពោះគាត់ផ្សេងចំពោះយើងផ្សឹងហើយនៅពេលនេះគាត់បានប្រគល់ទ្រព្យសម្បត្តិទាំងអស់ឲ្យយើងជាអ្នកកាន់កាប់ដូច្នេះហើយយើងមានសិទ្ធិគ្រប់បែបយ៉ាងទាំងអស់សម្រាប់សម្រេចកិច្ចការងារទាំងអស់នេះបើសិនជាឯងមិនព្រមយើងក៏មិនបង្ខំខ្ញុំប្រហែលជាមិនអាចធ្វើការបានទេណាលោកសេដ្ឋីបានត្រឹមតែ5សេនក្នុងមួយថ្ងៃហើយថែមទាំងធ្វើការ12ម៉ោងថែមទៀតកាលពីមុនលោកសេដ្ឋីចាស់គាត់នៅគ្រប់គ្រងធ្វើការតែ8ម៉ោងតែប៉ុណ្ណោះបើឯងមិនធ្វើក៏ប្រញាប់ចាក់ចេញទៅវិញទៅយើងបានប្រាប់ហើយគ្រប់យ៉ាងយើងជាអ្នកគ្រប់គ្រងដូច្នេះយើងមានសិទ្ធិសម្រេចគ្រប់បែបយ៉ាងទាំងអស់នៅទីនេះបើមិនអាចធ្វើបានក៏ប្រញាប់ចាកចេញទៅវិញទៅខ្ញុំនឹងចាកចេញទៅវិញព្រោះខ្ញុំដឹងថាខ្ញុំមិនអាចស៊ូទ្រាំនឹងការងារនៅទីនេះបានទេការងារធ្វើការលើសកម្លាំងហើយថែមទាំងទទួលបានប្រាក់កម្រៃតិចថែមទៀតបន្ទាប់ពីនិយាយរួចសុកក៏បានធ្វើដំណើរដើរទៅមុខទៀតបើឯងមិនធ្វើមិនចាំបាច់ធ្វើទេនៅមានអ្នកដតីគេចាំធ្វើការងារទាំងអស់នេះទំនងដែរតើកាលពីមុនធ្វើជាអ្នកបម្រើគេប៉ុន្តែពេលនេះខ្លាចទៅជាសេដ្ឋីខ្ញុំពិតជារីករាយនៅទ្រព្យសម្បត្តិទាំងអស់នេះណាគិតថានឹងដើរទៅមើលកូនចៅនៅចំការបន្តិចទៀតសិនក្រែងពួកគេទាំងអស់នោះលួចសម្រាលោកសេដ្ឋីចំនួនថ្មីក៏បានធ្វើដំណើរទៅចំការសុកក៏បានធ្វើដំណើរមកដល់ទីកន្លែងដើមឈើដែលលោកសេដ្ឋីកំពុងតែទទួលរងនៅបណ្ដាសាតើខ្ញុំត្រូវទៅរកការងារធ្វើនៅទីណាទៅខ្ញុំគិតថាដើរទៅសុំការងារធ្វើនៅផ្ទះលោកសេដ្ឋីប៉ុន្តែត្រូវបានលោកសេដ្ឋីម្នាក់នោះឲ្យប្រាក់ក្នុងតម្លៃទាបហើយធ្វើការងារគៀបសង្កត់ថែមទៀតនៅពេលនេះខ្ញុំស្រែកទឹកសំណាងល្អហើយដែលខ្ញុំមានទឹកជាប់នៅក្នុងខ្លួននៅពេលនោះសុកក៏បានរៀបចំនឹងផឹកទឹកហើយគេក៏បានឃើញដើមឈើដែលលោកសេដ្ឋីកំពុងតែឈរទទួលបណ្ដាសាហើយអ្វីបានជាដើមឈើនេះចម្លែកខុសគេបែបនេះប្រៀបដូចជាមានមនុស្សកំពុងតែឈរនៅក្នុងដើមឈើឬមួយខ្មោចលងខ្ញុំតែដឹងមិនមែនជាខ្មោចទេណាអ្នកកំឡោះអ្វីដែលអ្នកកំឡោះបានឃើញវាគឺជាការពិតនៅពេលនេះខ្ញុំកំពុងតែនៅក្នុងដើមឈើនេះអ្នកកំឡោះអាចមើលមកខ្ញុំប្រៀបដូចជាខ្មោចកំពុងតែលងអ្នកកំឡោះហើយអ្វីបានជាលោកអ៊ំទៅនៅក្នុងដើមឈើបែបនេះលោកអ៊ំមិនមែនជាបិសាចខ្មោចទេតើមែនទេប៉ុន្តែបើសិនជាលោកអ៊ំគឺជាមនុស្សធម្មតាលោកអ៊ំមិនអាចទៅនៅក្នុងដើមឈើបែបនេះបានទេខ្ញុំបានត្រូវបណ្ដាសារបស់បិសាចដើមឈើទើបបានជាបណ្ដាលឲ្យខ្ញុំខ្លាចទៅជាបែបនេះសូមអ្នកកំឡោះជួយឲ្យខ្ញុំចេញពីទីនេះផងខ្ញុំសន្យាថានឹងមិនភ្លេចគុណរបស់អ្នកទេតើខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅលោកសេដ្ឋីទើបខ្ញុំអាចជួយឲ្យលោកសេដ្ឋីចេញពីដើមឈើនេះបានខ្ញុំអាចជួយលោកសេដ្ឋីបានលោកសេដ្ឋីនិយាយមកអ្នកកំឡោះយកទឹកដែលកាន់នៅជាប់នឹងដៃចាក់លើដើមឈើរបស់ខ្ញុំមកហើយខ្ញុំនឹងអាចចេញពីដើមឈើនេះបានហើយសូមអ្នកកំឡោះជួយខ្ញុំបន្តិចមកនៅពេលនោះសុកក៏បានធ្វើតាមលោកសេដ្ឋីបាននិយាយប្រាប់ហើយលោកសេដ្ឋីក៏បានចេញពីដើមឈើដែលត្រូវបណ្ដាសា
ខ្ញុំប្រៀបដូចជាមានជីវិតរស់ឡើងវិញអញ្ចឹងខ្ញុំគិតថាខ្ញុំត្រូវរស់នៅក្នុងដើមឈើនេះអស់មួយជីវិតប៉ុន្តែពេលនេះមានអ្នកសង្គ្រោះជីវិតខ្ញុំហើយចុះតើលោកសេដ្ឋីនឹងត្រូវទៅភូមិគ្រឹះលោកសេដ្ឋីវិញនៅពេលនេះតើមែនទេប៉ុន្តែភូមិគ្រឹះលោកសេដ្ឋីត្រូវបានកូនចៅលោកសេដ្ឋីដណ្ដើមកាន់កាប់បាត់ហើយតើលោកសេដ្ឋីនឹងទាពីគេមកវិញតើមែនទេខ្ញុំត្រូវតែទាមទារនៅអ្វីដែលខ្ញុំបាត់បង់មកវិញខ្ញុំនឹងយកទ្រព្យសម្បត្តិខ្ញុំទាំងអស់មកវិញអ្នកកំឡោះដើរមកតាមខ្ញុំមកលោកសេដ្ឋីក៏បានធ្វើដំណើរទៅភូមិគ្រឹះរបស់គាត់លោកសេដ្ឋីក៏បានធ្វើដំណើរមកដល់ភូមិគ្រឹះរបស់គាត់តើហេតុអ្វីបានជាឯងមកទីនេះទៀតយើងមិនទទួលស្វាគមន៍ឯងធ្វើការនៅភូមិគ្រឹះរបស់យើងទេឯងប្រញាប់ចាក់ចេញទៅវិញភ្លាមទៅប៉ុន្តែយើងគិតថាឯងវិញទេគួរតែប្រញាប់ចាក់ចេញឯងជាអ្នកបម្រើមិនស្មោះត្រង់ជាមួយយើងហ៊ានដណ្ដើមទ្រព្យសម្បត្តិរបស់យើងហេតុអ្វីបានជាឯងមិនជួយសង្គ្រោះជីវិតរបស់យើងលោកសេដ្ឋីហេតុអ្វីបានជាលោកសេដ្ឋីចេញពីបណ្ដាសាដើមឈើបាននេះតើលោកសេដ្ឋីចេញមកបានហើយតើមែនទេខ្ញុំគឺប្រញាប់រៀបចំសម្លៀកបំពាក់ចាក់ចេញពីផ្ទះយើងព្រាមទៅឯងគឺជាអ្នកបម្រើមិនស្មោះត្រង់ជាមួយយើងបើសិនពេលនោះឯងយកទឹកចាក់សង្គ្រោះជីវិតយើងក៏បានរួចផុតពីបណ្ដាសាមិនមែនយើងរងកម្មនៅក្នុងដើមឈើនោះអស់រយៈពេលច្រើនខែបែបនេះទេខ្ញុំខុសហើយណាលោកសេដ្ឋីលើកលែងទោសឲ្យខ្ញុំទៅខ្ញុំសន្យាថានឹងមានភាពស្មោះត្រង់ជាមួយលោកសេដ្ឋីអស់មួយជីវិតយើងមិនត្រូវការទេឯងប្រញាប់ចាក់ចេញទៅភ្លាមទៅនៅពេលនេះភ្លាមទៅកូនចៅលោកសេដ្ឋីដែលបានដណ្ដើមទ្រព្យសម្បត្តិរបស់គាត់ក៏បានធ្វើដំណើរចាកចេញឈប់រស់នៅទីនោះទៀតហើយលោកសេដ្ឋីក៏បានយកនាយសុកធ្វើជាកូនធម៌របស់គាត់និងប្រគល់កិច្ចការងារទាំងអស់ឲ្យសុកជាអ្នកគ្រប់គ្រងជំនួសដៃជើងរបស់គាត់សុកក៏បានក្លាយទៅជាកូនធម៌លោកសេដ្ឋីនិងឪពុករបស់ខ្លួនក៏បានមករស់នៅទីនោះដោយមានក្តីសុខជារៀងរហូតទៅ